អ្វីទៅគឺជាថា compliance source បាទហើយតើយើងប្រើថា compliance source បានពេលណាឲ្យអត្ថប្រយោជន៍វាយ៉ាងម៉េចបាទនៅក្នុង C# នៅក្នុងវគ្គនេះយើងនឹងធ្វើការលើកយកនៅថា compliance source បាទយកមកចែកជូនដូចជាបង្រៀនបាទទៅកាន់បងប្អូនគ្នានៅក្នុង C# ថ្នាក់ Advanced វិញអញ្ចឹងជាឧទាហរណ៍ using system threading task ហើយខាងលើខ្ញុំនឹងធ្វើការបង្កើតជាឧទាហរណ៍មួយ sample static async task ហើយមាន countdown timer in start in end for in I is equals to O for in I is equals to O I is less than n I blah blah wait task delay យកពេលមក scan ខ្ញុំចង់វា loop ម្ដងហើយនៅខាងលើនេះខ្ញុំនិយាយថាwhich is going to be start plus equal 1 បាទដែលខ្ញុំចង់ឲ្យ start នេះបាទធ្វើការ increment បាទ1បាទ plus equal 1បាទយកពេលនៅពេលដែលធ្វើការ loop ម្ដងហើយបន្តមកទៀតខ្ញុំធ្វើការ check ទៅថាបើសិនជា if បាទបើសិនជា start ពិតជាធំជាងឬស្មើនឹង n មែនទៅកន្លែងនេះខ្ញុំនិយាយថា break ដោយមុននឹងធ្វើការ break ខ្ញុំនិយាយថា timer is up ប៉ុន្តែបើសិនជាមិនអញ្ចឹងទេគឺខ្ញុំនិយាយថានៅក្នុងនេះខ្ញុំនិយាយថា which is going to be timer is still in process បាទលើកឡើងមួយ sample របស់បងប្អូនគ្នាយល់បាទអញ្ចឹងយើងធ្វើការ paste បាទ countdown timer នេះដាក់ចូលមកកាន់បាទ win មួយយ៉ាងនេះដែល which is going to be និយាយថា we wait ប៉ុន្តែដោយសារតែវាមានបញ្ហានៅពេលដែលវាចប់វាបិទនៅ console និយាយថា file គេថា countdown timer និយាយថា slow ហើយនិយាយថា pen ហើយនឹងកុំ which is going to be console.read line បាទចេះអញ្ចឹងនៅពេលដែលខ្ញុំធ្វើការ press play ឡើយនេះគឺពិតប្រាកដណាស់គឺបងប្អូនរបស់គាត់ជឿដឹងហើយថាវាប្រកបជានៅក្នុងកន្លែងនេះបាទវាមើលដល់គ្នាបាទអញ្ចឹងគឺវា the time is still in process ហើយនៅពេលដែលគ្រប់ចំនួន10គឺវា the time is up បាទនេះគឺថាអញ្ចឹងបងប្អូនអរគ្នាដឹងថាថានេះបងដែរគឺយើងអាចបន្ថែមកូដឬក៏បន្ថែមនៅstring នៅខាងក្រោយដោយឲ្យដឹងថាតើវាថានេះវាថាអីគេឲ្យប្រកបបើយើងចំតែយើងថា string task name ដែលយើងយកនៅ task name នេះដាក់នៅក្នុងមួយចេះហើយយើងថា task name ហើយនៅកន្លែងនេះគឺយើងនិយាយថា A ហើយយើងធ្វើមួយទៀតចេះហើយនេះនិយាយថា B ហើយមួយទៀតបាទនិយាយថា C បាទអញ្ចឹងគឺកន្លែងនេះគឺបងប្អូនដឹងថាប្រកាសជា3បាទម្ដង3វាកោតដល់យើងបាទអញ្ចឹងនៅពេលដែលគ្រប់ចំនួនគឺវាប្រកាសជាបាទទាំងអស់វាថា A B C បាទតាមវិសាអរអញ្ចឹងនៅក្នុងករណីកន្លែងនេះគឺយើងសង្កេតគឺថាថានេះគឺជាថាមួយដែលfile forget បាទអត់មាននៅ cancellation ទៅ console តាមទៅបានក្នុងការ break បាទដែលនិយាយថាបើសិន call cancel time break យ៉ាងណាមិញនៅក្នុងវគ្គនេះយើងធ្វើការសិក្សាអំពីថា complaint source បាទអញ្ចឹងថា complaint source គឺមានន័យថានៅក្នុងពេលវេលាណាមួយឬក៏ចំណោមដែលវាធ្វើការ process កំពុងតែដំណើរការនេះបន្តែយើងចង់វាផុសបន្តិចបាទផុសនោះមានន័យថាម៉េចបាទអញ្ចឹងមានន័យថានៅក្នុងបាទ in current task process នៅក្នុងករណីមួយដែលថានឹងកំពុងតែ process but we want this task
to pause or rhythm at some point បាទអញ្ចឹងនៅពេលដែលថានឹងកំពុងដំណើរការប៉ុន្តែយើងចង់ឲ្យថានឹងវាផុសឬក៏ rhythm នៅពេលណាមួយបាទអញ្ចឹងតើយើងតោះស្រាយមិនបាទពីព្រោះតាមធម្មតាកូដនេះគឺមានន័យថាបើសិនជាយើង start ថាគឺ start ហើយបាទឈប់អត់កើតទេបាទបើយើងចង់ឈប់គឺមានន័យថាដល់តែយើងមាន cancellation ទៅសោះតែឈប់ហើយគឺ start វិញអត់កើតមិនអញ្ចឹង start តាំងពីដើមទៅបាទមិនអញ្ចឹងតាមទៅបាទអូខេឥឡូវនេះគឺអ្វីខ្ញុំត្រូវធ្វើនេះគឺអញ្ចឹងនៅខាងលើបាទគឺ which is going to be អ្វីដែលត្រូវធ្វើបាទគឺយើងធ្វើការបង្កើតបាទនៅថារៀនសោះមួយបាទនិយាយថា static ថារៀនសោះ L និយាយថាបួកហើយកន្លែងនេះនិយាយថា CTS Del និយាយថា pause បាទហើយអត់ set equal ទៅកាន់ new ថារៀនសោះទេបាទគឺតែប៉ុណ្្នឹងហើយតែយើងចាំថា blend សោះគឺมันអាច set equal ទៅកាន់ tag blend សោះទេបាទហើយតែយើងចាំថា blend សោះគឺ tag blend សោះមួយគឺប្រើបានតែជាមួយ tag មួយប៉ុណ្ណោះមានន័យថានៅពេលដែលខ្ញុំបង្កើតនៅ tag មួយចេះគឺខ្ញុំត្រូវមាន tag blend សោះមួយបាទអញ្ចឹងមានន័យថាខ្ញុំត្រូវនិយាយថាអញ្ចឹងខ្ញុំនិយាយថា CTS បាទ CTS បាទsorry ដល់នេះវាមិន CTS វាទៅ CS បាទ TCS underscore ផុសនៅឈ្មោះ function ដែលភ្ជាប់ទៅជាមួយថាមកចាបាទប៉ុន្តែធៀបទៅឈ្មោះនេះនិយាយទៅបងប្អូនដាក់អ្វីក៏បានតែខ្ញុំដាក់អញ្ចឹងដើម្បីឲ្យបញ្ជាក់ថាថាមួយចាគឺត្រូវតែថាកំណែសមួយចាគឺវាត្រូវស្មើបាទជាមួយនឹង cancellation ទៅអញ្ចឹងគ្នាពេលនិយាយថា cancellation ទៅអញ្ចឹងបាទដល់មាន CTS underscore j បាទអញ្ចឹង cancellation ទៅអសមួយបាទ CTS មួយថាមួយថាកំណែអសមួយ countdown បាទ digit function នេះមួយបាទអញ្ចឹងបើថាមួយគឺថាកំណែអសមួយបាទ cancellation ទៅអសមួយប៉ុន្តែសំណួរសួរថាចុះបើសិនជាខ្ញុំបង្កើតថាពីរចេះឥឡូវដល់static is path តែមាន countdown timer 2ចេះបាទចេះហើយសួរថាខ្ញុំអាចយកនៅបាទនៅថាកំណែអសហើយ cancellation នោះអសនេះយកមកប្រើនៅក្នុងពីរ function តែមួយទេបានអត់បាទគឺបានដូចគ្នាប៉ុន្តែនៅពេលដែលបងប្អូនគ្នា call នៅ pause ឬក៏ break គឺវានឹងធ្វើការ break ម្ដងទាំងពីរ function ហ្នឹងម្ដងយល់ទេបាទអញ្ចឹងមានតែវាប្រើកោដូចគ្នាប៉ុន្តែគាត់ថានៅពេលដែលបងប្អូន call cancel ឬក៏ call នៅ pause គឺវានឹងធ្វើការ pause ទាំងពីរ function ម្ដងអញ្ចឹងកន្លែងនេះវាជារឿងមួយដែលវាបានដូចគ្នាប៉ុន្តែយើងអត់ចង់បានពីព្រោះថា pause ម្ដង pause ទាំងពីរ function គឺវាជារឿងមួយដែលឧទាហរណ៍តែយើង run ហើយមួយបាទគឺមានការជាប់ពាក់ព័ន្ធជាមួយនឹងដូចជាបើយើងនិយាយអំពី game ទៅចុះ cast spell ថាអញ្ចឹងគឺវាតែងតែបាទកន្លែងនេះគឺវាតែងតែមួយដាច់ដライពីគ្នាបាទអញ្ចឹងកាលណាដែលយើង call បាន cancellation ទៅសោះឬក៏ tag មិនសោះគឺវាប៉ះពាល់ជាមួយនឹង function ផ្សេងកន្លែងនេះគឺយើងអត់ចង់បានទេបាទអញ្ចឹងត្រូវឲ្យច្បាស់ថាថាមួយបាទឲ្យត្រូវមាន tag មិនសោះឬ cancellation ទៅសោះចឹងអូខេអញ្ចឹង cancellation ទៅសោះនេះគឺបាទខ្ញុំនឹងធ្វើការលើកយកមកនៅក្នុងវគ្គក្រោយបន្តវាដូចជាខ្ញុំបានធ្វើការបង្រៀនរួចហើយបាទដូចខ្ញុំបានធ្វើការបង្រៀនរួចនៅខាងនេះសោះនេះអត់អញ្ចឹងបាទអ្វីទៅបើគេថាខាងនេះសោះនេះបាទខាងនេះសោះនេះគឺមានន័យថាវីដេអូជាប្រាប់ថាអូខេនៅកំឡុងពេលដែលថាកំពុងដំណើរការចេះគឺនៅក្នុង point បាទនៅក្នុងចំណុចណាមួយដែលប្រាប់ថាអូខេបើសិនជាចង់ឲ្យផុសបាទមានន័យថាឲ្យឈប់សិនបាទឈប់សិនគឺឈប់រហូតដល់តែ call បាទឌីសំម្ដងទៀតបាទអាចដំណើរការកើតអញ្ចឹងវាជារឿងមួយដែលអស្ចារ្យបាទអញ្ចឹងបាទព្រោះថាគឺយើងដឹងតាំងពីដើមមកគឺតាហៅគឺហៅហើយបាទឈប់អត់កើតទេ
ប៉ុន្តែថាកំលេនសោះនេះគឺវាជួយប្រាប់តែឲ្យថានេះឈប់មករយៈពេលសិនរហូតដល់បែ call the resume ដើម្បីដំណើរការឡើងវិញអូខេអញ្ចឹងយើងចាប់ផ្ដើមមកគ្នាអញ្ចឹងដើម្បីយើងធ្វើការបាននិយាយអំពីការផុសបាទគឺផុសនេះគឺវា based on ការ initialize នៅថាបែ completion សោះមុនដោយនិយាយថា which is going to be នៅខាងលើនេះបាទថា completion សោះ set equal ទៅកាន់ new ថា completion សោះបួកwhich is ពេលមាននិយាយថាអូខេហើយបន្តមកទៀតបាទគឺយើងត្រូវនិយាយអំពីកន្លែងដែលយើងចង់ break បាទអញ្ចឹងវាអញ្ចឹងដែលខ្ញុំធ្វើការបង្កើតនៅឲ្យទៅចាំបន្តិចត្រូវចាំអញ្ចឹងដល់ពេលដែលយើងធ្វើការបង្កើតបានថា completion សោះគឺយើងវាចៅជាមួយនឹង await task delay នេះបាទពីព្រោះ await task delay គឺជាបាទគឺជាកូនខ្សែនេះគឺមានន័យថាប្រាប់ថាអូខេនៅក្នុង iteration ដែលយើងនិយាយអំពី for loop នេះគឺវា tick រយៈពេល1 second ឲ្យយើងមិនអញ្ចឹងបាទប៉ុន្តែកាលណាយើងប្រើនៅថា completion នេះគឺយើងវាមិនអាចប្រើនៅថា delay នេះយើងប្រើបានដូចគ្នាប៉ុន្តែគាត់ថាអ្វីដែលសំខាន់គឺវាចៅជាមួយនឹងគាត់ថាអាមួយពេលវេលា tick ឡើងហើយអាមួយទៀតគឺវាប្រាប់ថាឲ្យឈប់សិនបាទអញ្ចឹងឈប់សិនហើយ resume ពេលក្រោយអញ្ចឹងឈប់សិនហើយក៏បើកដំណើរការឲ្យពេលក្រោយប៉ុន្តែអាថា wait task delay នេះគឺវា tick បាទគឺវា tick ទៅតាម iteration នេះអញ្ចឹងនៅក្នុងចំណុចនេះគឺខ្ញុំធ្វើការលុបនៅ await task delay ចោលហើយខ្ញុំធ្វើការបើកនៅកំពង់កញ្ចក់មួយហើយនិយាយថា if start business start is equal ទៅកាន់ឥឡូវមកនិយាយតាមចិត្តចោលយើងមកនិយាយថានៅក្នុងបែរជាអាចថា5ចុះថាតាមប៉ុណ្ណឹងបាទបើសិនជា start is equal ទៅកាន់5បើអញ្ចឹងប៉ុន្មានគឺខ្ញុំនិយាយថា await បាទ underscore tcs which is task dot configuration បាទ configuration await which is going to be 4បាទអញ្ចឹងកន្លែងនេះគឺមានន័យថាអញ្ចឹងបាទមានន័យថាបើសិនជានៅក្នុងករណីមួយដែលដោយសារតែ start ខាងលើនេះវាផ្លាស់ឡើងអញ្ចឹងកាលណាវាផ្លាស់ឡើងគឺយើងនិយាយថាបើសិនជា start នេះគឺវាពិតជាស្មើបាទជាមួយនឹង5បាទនៅកន្លែងនេះបាទអញ្ចឹងបើសិនជាពិតជាស្មើនឹង5មែនគឺមានន័យថាវានឹងធ្វើការចាំបន្តិចដូចជាមិនចាំបន្តិចផុសសោះឯងបាទវាផុសហើយនេះគឺមានន័យថាផុសហើយកូននេះគឺយើងអាចសរសេរបានពីប្រភេទបាទផុសទៀតបាទកូននេះយើងអាចសរសេរបានពីប្រភេទយើងអាចសរសេរចេះក៏បានឬក៏យើងអាចសរសេរចេះក៏បានបាទអញ្ចឹងយើងអាចសរសេរចេះក៏បានខ្លីឬក៏យើងសរសេរចេះក៏បានប៉ុន្តែខ្ញុំសរសេរចេះដើម្បីឲ្យបងបណ្ដឹងបាទដើម្បីឲ្យបងបណ្ដឹងថាអូខេនៅពេលដែល start is equal ទៅកាន់5 path configuration await which is 4អញ្ចឹងមានន័យថា by default បងប្អូនអាចនឹងសួរថាចុះ by default ថា completion នេះវាគាត់ true អញ្ចឹងមិនមែនទេបាទមិនមែន true ទេគឺវា false ហើយបាទប៉ុន្តែកូនមួយខ្សែកន្លែងនេះដែលយើងនិយាយនេះគឺមានន័យថាអូខេបើសិនជា start ពិតជា equal ទៅកាន់5មែនគឺមានន័យថាវានឹងធ្វើការផុសនៅកន្លែងអញ្ចឹងមានន័យថាហ្នឹងគឺអត់ដំណើរការទេថាហ្នឹងគឺនឹងផុសជាប់រហូតដល់តែយើង release ថាហ្នឹងប៉ុន្តែយើងត្រូវមាននៅកន្លែង release បើយើងអត់មានកន្លែង release ទេគឺយើងមិនអាចទៅទេអញ្ចឹងកន្លែងនេះខ្ញុំនិយាយថាអូខេ print out ដោយមានថា task has been ផុសជាប់ជាមួយ which is going to be task name បាទអញ្ចឹងយ៉ាងណាមិញខ្ញុំគិតថាអូខេនៅអង្គមនេះបាទគឺយើងបើសិនជាយើងជំរឿនខ្ញុំដាក់ប៉ុន្តែខ្ញុំនៅតែគិតថាវាដូចជាបើសិនជាយើងមាននៅ await task delay ទៅក៏ល្អយ៉ាងទៅខ្ញុំ await task delay
học bộ nhé ok ở đây đi chắc đào một này vậy hình chân ở đây đi cứ gì ta 4 L equal này cái này cứ riêng dùng cái này là bây giờ task has been pulled ở task A này thằng tới vậy ok anh chẳng nó không trong này cái này cứ bị miền rương ra cho nó để tập vận chối L miền này là thích cứ nhóm chưa ta miền bông bông mà trong luôn có số ta hãy để ban gì dương initialize bằng ở task công lên so để không follow này anh chẳng thời trong chăm là task công lên so dương initialize không follow này cứ để xa tại task công lên so miền này ta run only one time và miền này ta task công lên so này cứ run ban tạm đong thế và miền này ta check tạm đong thế roll iteration là những lúc này cứ check ban tạm đong và anh chẳng miền này ta bởi sân những phone này không chủng loại nào mũi nơi p là những resume tới cứ task công lên so này cứ return và complete vô làm bài nhé và anh chẳng đong thế cho nên tôi cả phải chạy bằng task completion source can only be done one time after resume but in chứng minh này là if we pop and if we resume and that's it but in chứng minh này ta không lên so can only be done one time after resume if we pop and if we resume and that's it chẳng miền này thà bởi sẵn dương pop hảo dương resume the wing cứ miền này là job chẳng miền này thà bởi sẵn dương initialize này càng lớn dương pra bàn là mặt đông của bởi dương trong pra đồng tiếp cái dương pra là support tha để complete bị đám để dương bàn thời kỳ initialize cái này nó cứ ở trời tệ bởi chẳng ta không đến sau này cứ tới tại do mà đặt nó không iteration để bị loop lâu chứ but how initialize job lâu chứ how này cứ on miền job bẻ bốn chỉ mỗi người thọ tại GC spy được có low và được có slow performance này gì đó miền đấy và để không cả này ok anh chẳng initialize nơi không for loop how check tới bây giờ này bắt trình chẳng bên cứ pop câu này ok ở đây cứ mình chơi cứ bông một đăng này là thang này cứ bán phò hỏi với cho ta những set như vậy bạn những resume với những vậy ok ở đây mình thôi kẹp và cả bạn này thang thay một bạn thang thay một cái đây này cái này mình ta just static agent thang đây mình ta we just going to be for have resume but thang completion source và ok anh chẳng tham một ít cứ sum rap ta và sum rap ta thuộc cái resume bạn tham nên sao down with that in which is in the wall sẽ đi có thể căn mà liên và I for in I sẽ có sẽ đâu for in I sẽ đi có sẽ đâu I is less than in the wall và ai có đó đó này và trong rồi ai được nói như vậy là wake has got lệ thì bây giờ can cứ với cả check mà đó và ai không nói như vậy là ok giờ nào mình nơi không cả này cái này và cứ dùng thử dùng cho người miền và nơi boolean mỗi và đàn nơi càng lớn đàm bây giờ đào kể bởi sân chia boolean vật chỉ true bất mát và bây giờ chỉ boolean mỗi để dùng đáp identify việc thảo kể bởi sân chia nơi không thả nào mỗi và tại vì đại dương dùng vì miền là thằng liền so ở thằng liền so nắng cứ vật chỉ bàn format mình chấm để cho nên ai cái nhân thuộc cả đi do mình nâng ok I just waiting for negang learning static búa but bây giờ ta is pop ha completion so
completion source by default គឺទៅកាន់ false យ៉ាងណាមិញគឺនៅតែអត់ច្បាស់ចឹងបាទព្រោះដែលមាននៅឈ្មោះបាទដែលយើងដាក់ទៅយើងក្រោយដើម្បីបញ្ជាក់ថាមានតែមួយនឹងអញ្ចឹងយ៉ាងណាមិញបាទ is post tag completion source នេះយើងត្រូវការចូលមកកាន់ countdown timer នេះហើយនៅក្នុងកន្លែងនេះបាទនៅកន្លែងនេះគឺនៅខាងលើគេបងនេះបាទគេនិយាយថា is post tag completion source ស្អីក៏ទៅកាន់ control អញ្ចឹងបើសិនជា is post tag completion source ពិតជាស្អីក៏ទៅកាន់ control ប៉ុន្មានយើងត្រូវការចូលមកកាន់ task នៅក្នុងပုံនេះបាទនិយាយថា if is post tag completion source ពិតជា true ប៉ុន្មាននៅកន្លែងនេះនិយាយថា is tag completion source ស្អីក៏ទៅកាន់ false វិញហើយបន្តមកទៀតអ្វីដែលយើងត្រូវធ្វើបាទគឺយើងនិយាយថា underscore tcs countdown ហើយនិយាយថា try set result but which is true អញ្ចឹងtcs try set result try set result true នេះគឺមានន័យថាដោយសារតែនៅពេលដែលយើងធ្វើការនៅក្នុង countdown timer នេះគឺវាដូចជា tcs countdown try set result false អញ្ចឹងកូដមួយខ្សែកន្លែងនេះបាទកូដមួយខ្សែកន្លែងនេះក៏ទុយយ៉ាងក្រោយនេះគឺវាដូចមានន័យថា try set result false ហើយនៅខាងក្រោមនេះ try set result true បាទអូខេអញ្ចឹងមានន័យថាបើសិនជា stat ពិតជា equal ទៅកាន់ payment គឺយើងធ្វើការនិយាយថា tcs try set result false មានន័យថា false នៅគេនៅឋានបាទឈប់ដំណើរការឋានបាទបដោសំចឹងបាទតែយើងនិយាយថា configuration await which is false អូខេហើយនៅខាងក្រោមនិយាយថាអូខេ tcs countdown timer try set result true អញ្ចឹងកាលណាយើងនិយាយថា try set result true គឺមានន័យថាវាបើកឱកាសឲ្យថាសដែលជា countdown timer នេះបន្តបាទបន្តនៅការ countdown រហូតទៅដល់ចប់បាទតែនិយាយអំពីតាមវិសាមនេះដែលនិយាយថា start business man end man បាទអូខេអញ្ចឹងយ៉ាងណាមិញនៅក្នុងកន្លែងនេះបាទគឺនិយាយទៅគឺចប់តែប៉ុណ្្នឹងបើអត់មានអ្វីផ្សេងទៅទេបាទព្រោះថាfunction នេះគឺវាទៅកាន់ loop ដល់1លានអញ្ចឹងគឺវាត្រូវយ៉ាងណាមិញយើងធ្វើការ copy នៅកូដនឹងទៅ copy ហើយទៅការយកមកដាក់នៅក្នុងកូដនេះបាទនិយាយថា file ប្រកែកគ្នាបាទហើយនិយាយចាអញ្ចឹងនេះគឺយើងដឹងឲ្យ task ដែលយើងត្រូវ run ហើយនេះគឺជា task ដែលយើងត្រូវ check បើសិនជានៅក្នុងករណីមួយដែលបើសិនជា task នៃ source ពិតជា false ប៉ុន្មានពិតជា true ប៉ុន្មានគឺ set កូដកាន់ false វិញហើយនិយាយថា try set result true ដើម្បីបើកឱកាសឲ្យបាទនៅ task ដែលបានធ្វើការផុស resume ទៅវិញបាទដោយឲ្យបន្តបាន task តទៀតអញ្ចឹងយ៉ាងណាមិញគឺអ្វីយើងត្រូវធ្វើលើនេះជំរឿយើងធ្វើការបង្កើតបាននៅដល់និយាយថាបាទតែនិយាយថា task has been resolved អូខេអញ្ចឹងគឺបងប្អូនមើលឥឡូវបាទហើយក៏វានិយាយថា task has been post ហើយវា task has been resumed ហើយក៏វាបន្តទៀតរហូតដល់ចុងក្រោយវាថា timer is up ហើយនេះអញ្ចឹងវាមានអារម្មណ៍ចម្លែកទីបាទហើយនេះបានជាវានិយាយថា task has been post timer is still in process ហើយដល់ជា resume អញ្ចឹងវាអាចថាដោយសារតែពេលវេលាអ្វីយើងត្រូវធ្វើកន្លែងនេះអញ្ចឹងជាមួយនិយាយចា right យើងគួរតែដាក់មិនតិចអ្វី task ដល់ delay វាពេលមក scan នេះបាទអញ្ចឹងបើ check តែដឹងមែនមុននឹងធ្វើការ set result ទៅកាន់ true គេទៅចាំរយៈពេលមក scan សិន task has been post task has been resumed ហើយក៏បន្តឥឡូវគេតែបញ្ហាគឺដោះស្រាយចេញអញ្ចឹងខ្ញុំនឹងធ្វើការសាកល្បងមកទៀតអូខេ2 3 4 task has been post task has been resumed ហើយក៏បន្តមកទៀតចារហូតទៅដល់ចប់បាទអូខេ
អញ្ចឹងនេះគឺជាការបាទផុសនៅថាសបាទផុសនៅថាសបាទមានន័យថាថាសដែលកំពុងដំណើរការគឺយើងចង់ឲ្យផុសរយៈពេលផុសអញ្ចឹងបងប្អូនអរគ្នាអាចនឹងសួរថាចុះផុសនេះគឺផុសរហូតមែនបើយើងអត់ធ្វើការ set នៅ result នេះបាទគឺផុសនេះគឺផុសរហូតបាទផុសរហូតតែម្ដងបើសិនជាយើងអត់ហើនៅ try set result នេះទេគឺថាសហ្នឹងគឺនឹងធ្វើការ preach ជាប់រហូតបាទអញ្ចឹងឥឡូវតើបើសិនជាខ្ញុំធ្វើការបិទនៅកូដនេះបាទបិទនៅកូដនេះបន្តិចចុះបាទបើទោះជា check ទៅដឹងក៏ដោយគឺថាសពីមុនហ្នឹងគឺនៅ preach ជាប់បាទហេអញ្ចឹងវាថាថា has been ផុសហើយឥឡូវថា has been dissolved ដោយសារខ្ញុំអត់ខកកូដមួយខ្សែអង្គម try set result ឈ្មោះនេះគឺថាសនៅខាងលើនេះគឺ preach ជាប់រហូតបាទអញ្ចឹងគេថាដកស្រែចេញទេបើសិនជាយើងអត់ខនៅ try set result នេះអូខេឥឡូវនេះខ្ញុំធ្វើការចាប់ចូលបាទទៅកាន់method ថ្មីទៀតបាទគេនិយាយថា try set exception បាទអញ្ចឹង try set exception នេះគឺមានន័យថាបើសិនជាយើងវាដូចជា throw an exception មួយទៀតថាអូខេមានបញ្ហាអញ្ចឹងបាទអញ្ចឹងយ៉ាងណាមិញឡើយនេះនិយាយថា which is going to be a new exception ហើយកន្លែងនេះនិយាយថា path cannot be reason and it's got stuck right now តែអាមួយ sample ឲ្យបងប្អូនគ្នាយកเลยអញ្ចឹងតែចង់ចាំថា try set exception នេះគឺយើងត្រូវបាទភ្ជាប់វាជាមួយនឹង exception ដែលជាខ្លះបាទហើយ exception នេះគឺយើងមិនមែនថា set exception អញ្ចឹងបានទេយើងអាច set នៅស្អីផ្សេងបាននិយាយថា interval exception index out of range ឬក៏ស្អីណានិយាយទៅហើយតែ basic exception បាទដែលយើងត្រូវធ្វើការ set អញ្ចឹងនៅពេលដែលយើងធ្វើការ set ចេះបាទនៅពេលដែលយើង set ចេះគឺមានន័យថាបញ្ហាគឺវានឹងធ្វើការ throw នៅ exception នៅក្នុង countdown timer នេះនៅពេលដែលវា resume អញ្ចឹងអ្វីដែលយើងត្រូវធ្វើបាទគឺយើងធ្វើការបាទគឺយើងធ្វើអញ្ចឹងគឺយើង cut បាទកូដ cut កូដនេះ cut ហើយយើងទៅ try paste បាទនៅកូដមកវិញណាហើយកន្លែង exception នេះបាទហើយយើងដាក់ eh ហើយយើងដាក់ console line right line which is the string បាទអញ្ចឹង cut exception នៅខាងក្រោមនេះបាទ cut exception នៅខាងក្រោមនេះដែល e.string នេះ exception នេះគឺបានមកពី exception ដែលយើងព្យាយាម set បាទនៅក្នុង TCS set countdown try set exception នេះយល់ទេបាទអញ្ចឹង exception ដែលយើង set នេះគឺវានឹងធ្វើការ pop load ចូលមកកាន់ card ខ្លះនេះបាទដែលនៅក្នុង countdown timer វិញនេះបាទហើយធ្វើការ print out ឥឡូវយើងមើលដល់គ្នាណាអូខេpop resume ហើយក៏វាថា cannot be resumed and it's got stuck right now ប៉ុន្តែright អានឹងវាជាអូខេអានេះវាជារឿងមួយដែលគួរចាប់អារម្មណ៍បាទ try set exception នេះគឺគាត់ទៅនិយាយទៅខ្ញុំរៀនអត់ច្បាស់ដែរយល់ចំ try set exception នេះខ្ញុំគិតថាបើសិនជាយើងមាន exception ដែល pop លោឡើងមកហើយប៉ុន្តែយើងអត់ចង់ឲ្យវាបន្តប៉ុន្តែវាបន្តយ៉ាងអញ្ចឹងព្រោះទៅយើងក៏ខ្ញុំនិយាយថា we get stuck បាទ get stuck right now I cannot be resumed ប៉ុន្តែគេថាវា resume ហើយក៏បន្តទៀតឡងដល់ចប់ប៉ុន្តែប៉ុន្តែនៅកន្លែងនេះគឺយើងនិយាយថា system exception នេះគឺ task cannot be resumed it got stuck right now ទេបាទអានេះគឺបានមកពីនៅក្នុង try set exception របស់យើងនៅក្នុងនេះប៉ុន្តែអ្វីដែលសំខាន់គឺវាបន្តទៅចា
chẳngអ្វីដែលយើងត្រូវធ្វើគឺយើងដោះស្រាយចាបើសិនយើងចង់ឲ្យ break យើងមកនិយាយដល់ break ចេះគឺមានន័យថានឹងធ្វើការ break នៅ for loop ហើយគឺមិនបន្តទៀតទេអញ្ចឹងកន្លែងនេះគឺឃើញតែប្រហែលជាអាចដោះស្រាយចេញអូខេបាទ pass pause resume បាទ pop នៅ exception ហើយគឺឃើញតែ break មែនបាទឃើញតែអត់តទៀតទេត្រឹមត្រូវបាទត្រឹមត្រូវអញ្ចឹង throw exception នេះគឺមានន័យថាគ្រាន់តែជាការបំភាន់ឬក៏ករណីលើកលែងប្រាប់ថាតើវាមានបញ្ហាអីហើយនៅវានៅតែបន្តទៀតដូច try set result ដែរប៉ុន្តែគាត់ try set result អត់មាន exception គឺវាដូចជាការប្រាប់ថាមានបញ្ហាមួយហើយក៏បន្តទៀតអូខេឥឡូវយើងធ្វើការចាប់ចូលទៅកាន់ method បន្តទៀតដែល method បន្តទៀតយើងធ្វើការលើកយកមកគឺ which is going to be try set បាទ cancel អញ្ចឹង try set cancel នេះគឺវានឹងធ្វើការ throw បាទ throw នៅcancel exception xong rồi cancel exception បាទអញ្ចឹង throw cancel exception វា throw នេះគឺវាធ្វើការបើសិនយើង call តែ try set cancel នេះគឺវានឹងបាទបបចូលទៅកាន់ exception នេះយ៉ាងណាបាទអញ្ចឹងអ្វីដែលត្រូវធ្វើគឺយើងបន្ថែមបន្តិចទៀតនៅក្នុង ក្នុង try ខាងនេះបាទវា attach attach cancel exception បាទឲ្យនៅក្នុងនេះគឺយើងនិយាយថាឈប់តើហើយវាយើងយកមកដាក់ខាងលើចេះពេលខ្លះទៅវាទៅនៅខាងក្រោមពេលខ្លះនៅខាងលើអញ្ចឹងនៅកន្លែងនេះគឺខ្ញុំនឹងធ្វើការនិយាយថា which is has been cancelled បាទឲ្យគេនិយាយថា call ទៅបាទអញ្ចឹង try set cancel នេះគឺនៅពេលដែលយើង call គឺវានឹងធ្វើការ throw បាទនៅ cancel exception នេះបាទហើយធ្វើការ print out និយាយថា has been cancelled នេះអញ្ចឹងបាទធ្វើការតែបន្តិចអស់គ្នាបាទគេ1 2 3 4 pause resume ហើយវាថា has been cancelled ឃើញទេបាទ has been cancelled អញ្ចឹងនៅពេលដែលយើង call នៅ try set cancel គឺវាធ្វើការ throw នៅ cancel exception អត់តែបើសិនជាអ្នកដែលគាត់បានសិក្សានៅអ្វីទៅគឺជា tag ម្រៀនសោះបាទគឺប្រកាសជាមានការភ័ន្តច្រឡំឬក៏យើងអាចនិយាយថាជន់គ្នាព្រោះអញ្ចឹងអ្វីខ្ញុំចង់និយាយគឺថានៅពេលដែលយើង call នៅ try set cancel នេះ we throw នៅ tag cancel exception នេះអញ្ចឹងត្រូវទេបាទប៉ុន្តែវាមាននៅមួយទៀតបាទវាមាននៅstatic cancellation នេះផងបាទ cancellation ទៅកន្សោះ countdown time មកនេះអញ្ចឹងcancellation ទៅកន្សោះនេះគឺនៅពេលដែលយើង call cancel ក៏វាធ្វើការ throw នៅ tag cancel exception នេះគ្នាបាទvậy đãបាទអញ្ចឹងពីរហ្នឹងគឺ tag កម្រៀនសោះ cancellation នោះសោះគឺរាល់ពេលដែលយើងនិយាយថា try set result ឬក៏ cancel បាទគឺវា throw នៅ tag cancel exception នេះយើងបាទអញ្ចឹងពីរហ្នឹងបាទពីរហ្នឹងនិយាយទៅគឺដូចគ្នាប៉ុន្តែត្រូវចងចាំអញ្ចឹងត្រូវចងចាំថាបើទោះជាដូចគ្នាមែនក៏ដោយប៉ុន្តែវាជារឿងមួយដែលនិយាយទៅខ្ញុំវាពិបាកនឹងនិយាយបងប្អូនគ្នាបាទពីព្រោះថាយើងវាព្រោះថាខ្ញុំដល់តែខ្ញុំទៅសេកូដនៅ cancellation នឹងសោះទេយ៉ាងណាមិញcancellation នឹងសោះនេះគឺដូចខ្ញុំបានបង្រៀនរួចហើយនៅក្នុង Unity មេរៀន Unity បើនិយាយចំហ្នឹងអញ្ចឹងគឺពីរហ្នឹងគាត់ដឹងថាពីរហ្នឹងដូចគ្នាបើថាគាត់ណា
ថាកំលេងអក្សរយើងនិយាយថា try set resolve try set cancel ប៉ុន្តែថាកំលេងអក្សរគឺយើងនិយាយថា which is not cancel អញ្ចឹងពីនឹងបើយើង call cancel មែនគឺវាធ្វើការ throw នៅថា cancel exception របស់យើងគឺដូចគ្នានៅក្នុង try card ដូចគ្នាហ្នឹងបាទអូខេអញ្ចឹងខ្ញុំដឹងថាមានបងប្អូនច្រើនបាទដែលគាត់សួរថាហេតុអីបានជាបងលើកយកនៅពណ៌ហ្នឹងមកវិញបាទពណ៌នេះគឺមានការជាប់ពាក់ព័ន្ធជាមួយនឹងការ cast spell បាទនៅក្នុង MMORPG mobile បានបើចំទៅបាទការ cast spell buff បាទ effect អីយ៉ាងម៉េចបាទឬក៏ move ហើយបន្តមកនៅពេលដែលគាត់ stun អញ្ចឹងបាទអញ្ចឹងពួកនេះគឺឧទាហរណ៍ថានេះឥឡូវខ្ញុំឧទាហរណ៍មួយណាថាមួយនេះគឺជាថា movement របស់ player ស្រាប់តែ move ស្រាប់តែអ្នកផ្សេងនេះគឺ call នៅថាកំលេងអក្សររបស់គាត់នេះបាទថា configuration fault អញ្ចឹងនៅពេលដែល call អញ្ចឹងគឺមានន័យថាតើគាត់ move កើតអត់គាត់ move កើតទេមិនអញ្ចឹងគាត់ move កើតទេអញ្ចឹងកាលណាគាត់ move កើតគឺមានន័យថា stun បាទគាត់ stun គេ stun គាត់មិនអញ្ចឹងគេ stun គាត់ move កើតរយៈពេល 1 second អញ្ចឹងនៅពេលដែលនិយាយថាកំលេងអក្សរនឹងធ្វើការ set result ទៅកាន់ឈ្មោះវិញគឺមានន័យថាគាត់អាចធ្វើការ move កើតវិញអញ្ចឹងអ្វីក៏ដោយគឺសិតតែមានការជាប់ពាក់ព័ន្ធជាមួយនឹងការបង្កើត game បាទនៅពេលក្រោយតែខ្ញុំលើកយកមកនេះគឺសិតតែមានការជាប់ពាក់ព័ន្ធនឹងការបង្កើត game ទាំងអស់បាទសិតតែមានការជាប់ពាក់ព័ន្ធជាមួយនឹងការ cast spell បង្កើត game stun បាទអ្វីក៏ដោយដែលសំខាន់បាទជាចំ